តើតើទៅនឹងការ design នៅ poster គឺយើង focus ទៅលើចំណុចជាច្រើនប៉ុន្តែសម្រាប់ខ្ញុំផ្ទាល់ចំណុចមួយដែលខ្ញុំអត់ភ្លេចនោះគឺតើតើនឹងការប្រើប្រាស់ទៅលើស្រមោលអញ្ចឹងមានគ្នាយើងសួរថាតើ poster មួយនេះខ្ញុំដាក់ស្រមោលបែបណាឬក៏ខ្ញុំធ្វើម៉េចអញ្ចឹងខ្ញុំធ្វើការបង្ហាញអ្នកគ្នាអំពី technique ខ្លីមួយដែលខ្ញុំគាត់ថាគ្នាយើងអាចធ្វើបានហើយក៏អាចយកវាទៅប្រើប្រាស់ទៅលើការងារផងអ្នកគ្នាបានដូចគ្នាអញ្ចឹងក៏ខាត់ពេលយូរយើងនឹងចូលទៅក្នុងកម្មវិធី Photoshop ហើយយើងធ្វើការប្រាប់អ្នកគ្នាអំពី step by step ក្នុងការធ្វើម៉េចដើម្បីទទួលបានស្រមោលបែបហ្នឹងចេញពីរូបថតឬក៏រូបភាពផងយើង Let's go អូខេអញ្ចឹងនេះគឺជារូបភាពដែលខ្ញុំបានធ្វើការថតជាមួយនឹងកែវកាហ្វេផងដែរហើយទៀតខ្ញុំប្រាប់ថាហេតុអីបានជាខ្ញុំជ្រើសរើសយកផ្ទៃពណ៌សដើម្បីធ្វើការយកមកថតនៅក្នុងរូបភាពមួយស្លឹកនេះអញ្ចឹងសម្រាប់ជំហានទី1ដំបូងនេះគឺដែលយើងត្រូវធ្វើគឺយើងត្រូវធ្វើការកាត់យករូបភាពកែវឬក៏រូបភាពប្រដាប់ផងយើងជាមុនសិនអញ្ចឹង Let's goអូខេចាឥឡូវនេះខ្ញុំបានធ្វើការកាត់វារួចហើយចឹងយើងធ្វើការចុចជាមួយនឹង mouse ស្ដាំហើយចុចពាក្យថា make selection មុនហ្នឹងគឺខ្ញុំបានប្រើប្រាស់ជាមួយនឹង tool មួយដែលមានឈ្មោះថា pen tool ហើយបើសិនជាគ្នាយើងទៅតែមកដល់ថ្មីអត់ស្គាល់ថា pen tool ជាអីទេ pen tool វាគឺជា tool មួយដែលយើងអាចធ្វើការយកវាមកកាត់ទៅលើ object ណាមួយចេញពីរូបភាពផងយើងអូខេអញ្ចឹងនៅពេលណាដែលយើងបានកាត់វារួចរាល់ហើយយើងចុចធ្វើការចុច mouse ស្ដាំទៅលើកន្លែងណាមួយបន្ទាប់មកយើងយកពាក្យថា make selection and then វានឹងធ្វើការ load ជាមួយនឹងផ្ទាំងនេះមកយើងមួយ so អញ្ចឹងកន្លែងនេះយើងចុចលេខ0មកក្នុងករណីថាកន្លែងនេះវាចេញលេខ2លេខ3លេខ4ឬក៏លេខ10លេខអីចឹងទៅអញ្ចឹងដើម្បីធ្វើការ copy យកកន្លែងដែលយើងបានកាត់ហើយ control អក្សរ J key shortcut វាគឺ control អក្សរ J ចុចមកគឺវានឹងធ្វើការ copy យកកន្លែងដែលយើងបានកាត់មុនហ្នឹងចេញពីរូបភាពដើមផងយើងហើយអូខេអញ្ចឹងជំហានបន្តមកទៀតគឺយើងនឹងធ្វើការ select យករូបភាពទាំងពីរហ្នឹងតែម្ដងទាញដាក់នៅលើផ្ទៃ design ផងយើងអញ្ចឹងឥឡូវនេះយើងធ្វើការបិទជាមួយនឹង layer vision បន្ទាប់មកយើងធ្វើការ select យករូបភាពដែលខ្ញុំបានកាត់ហើយនេះជាមួយនឹងរូបភាពផ្ទៃដែលវាមានស្រមោលស្រាប់អញ្ចឹងយើង select ទាំងពីរមកហើយយើងចាប់អូសទាញវាដាក់មកលើកន្លែងការងារផងយើងអូខេដូចគ្នាបានឃើញបន្ទាប់មកខ្ញុំនឹងធ្វើការចុចទៅលើកន្លែង layer ដែលយើងបានធ្វើការកាត់ហ្នឹងនេះ layer ដែលរូបកំប៉ុងកែវផងយើងហ្នឹងចុចមកស្ដាំមកហើយយកពាក្យថា convert to smart object ដោយសារតែខ្ញុំអត់ចង់ឲ្យវា by quality ឬក៏ quick quality ទៅលើរូបកែវផងខ្ញុំទេចាឥឡូវនេះធ្វើការបើកជាមួយនឹងផ្នែកផង layer ខាងក្រោមមកវិញ select ទាំងពីរមក control អក្សរ T ដោយសារតែខ្ញុំចង់បង្រួមវាឲ្យរៀងតូចជាងនឹងបន្តិចនេះអូខេដូចខ្ញុំបានឃើញអញ្ចឹងឥឡូវនេះក្នុងករណីថាបើសិនជាខ្ញុំឆ្លាញ់យកទំហំប៉ុណ្ណឹងអញ្ចឹងខ្ញុំចុចពាក្យថា enter មួយមកអូខេ and then វានឹងធ្វើការសេរីទំហំរបស់យើងគឺប៉ុណ្ណឹងតែម្ដងអញ្ចឹងពេលយើងចុច enter ហើយអ្នកគ្នាគាត់ធ្វើការ select ទៅលើរូបភាពឬក៏រូបភាពដើមឥឡូវយើងធ្វើការ rename ទីសិនដើម្បីកុំឲ្យគ្នាយើងច្រឡំខ្ញុំដាក់ថារូបដើមអូខេចានេះគឺខ្ញុំដាក់ថារូបកាត់អូខេចឹងទៅដើម្បីឲ្យគ្នាយើងមកវិញអញ្ចឹងអ្នកគ្នាក៏ធ្វើការចុចជាមួយនឹង control អក្សរ U មកវានឹងធ្វើការបើកជាមួយនឹង adjustment មួយដែលវាមានឈ្មោះថា hue and saturation ដែលកន្លែងនេះយើងធ្វើការទាញពណ៌វាពីពណ៌ធម្មជាតិទៅជាពណ៌សខ្មៅអូខេអញ្ចឹងតើតើនឹងការទាញអត់មានពិបាកទេនេះអាកតានេះ saturation អ្នកគ្នាគាត់ធ្វើការទាញវាឲ្យដក100មកចាំមកថាវា fully black and white មកថាវាគឺឥឡូវនេះគឺវាពណ៌សខ្មៅពេញតួហើយអញ្ចឹងគ្រាន់តែចុចពាក្យថា OK វិញមកបន្ទាប់មកទៀតអ្នកគ្នាគ្រាន់តែធ្វើការចូលទៅកន្លែង blending mode ខាងលើនេះ blending mode បន្ទាប់មកអ្នកគ្នាគ្រាន់តែធ្វើការយកពាក្យថា multiply អូខេអញ្ចឹងចុចលើពាក្យ multiply ប៉ក់មកពេលនោះអ្នកគ្នានឹងបានឃើញថារូបភាពដើមផងយើងវាបាន convert ឲ្យចេញស្រមោលនៅខាងក្រោយកែវផងយើងហ្នឹងអូតូតែម្ដងអូខេស៊ីដូចគ្នាបានឃើញអញ្ចឹងវាមានលក្ខណៈងាយស្រួលហើយលឿនមែនតើការងារហ្នឹងលឿនមែនតើយើងមិនបាច់ចាំទៅអង្គុយបង្កើតស្រមោលហ្នឹងដោយខ្លួនឯងទេក្នុងករណីថារូបភាពដែលយើងទទួលបានពី client រូបភាពដែលយើងបានថតវាមានស្រមោលស្រាប់ហើយឥឡូវនេះខ្ញុំធ្វើការប្រាប់អ្នកនរគ្នាថាមូលហេតុអីបានជាយើងត្រូវធ្វើការថតជាមួយនឹងផ្ទៃពណ៌សមូលហេតុវាគឺដោយសារតែយើងចាំបាច់គឺត្រូវការផ្ទៃពណ៌សដើម្បីប្រើជាមួយនឹង blending mode multiply នឹងឯងអញ្ចឹងក្នុងករណីថាផ្ទៃហ្នឹងមិនមែនជាផ្ទៃពណ៌សទេអ្នកគ្នាធ្វើបែបហ្នឹងអត់បានទេក្នុងករណីដែលអ្នកគ្នាអាចធ្វើបច្ចេកទេសនេះបានគឺលុះត្រាតែស្រមោលនោះនៅលើផ្ទៃពណ៌ស វា
វាកាត់មកគឺស្អាតចឹងហ្មងដូចគ្នាយើងបានឃើញពេលដែលយើងដាក់ multiply ប៉ក់គឺវាកាត់មកគឺស្អាតអានេះគឺជាមូលហេតុហើយក៏វាជាបច្ចេកទេសមួយសម្រាប់គ្នាយើងអាចយកទៅសាកល្បងបានហើយរូបដែលខ្ញុំបានបង្ហាញគ្នាយើងរូបដែលខ្ញុំបានថតហ្នឹងអញ្ចឹងគឺវាមានសមោលស្រាប់ហើយអញ្ចឹងមកក្នុងករណីថាយើងចង់បានសមោលយើងមកប្រើយើងអាចប្រើជាមួយនឹងបច្ចេកទេសដែលខ្ញុំបានបង្ហាញគ្នាយើងមុនហ្នឹងមក and boom see គ្នាយើងចឹងសង្ឃឹមថាវីដេអូនេះនឹងជួយឲ្យគ្នាយើងដឹងអំពីបច្ចេកទេសមួយនេះចុះបើសិនជាគ្នាយើងចូលចិត្តវីដេអូបែបនេះ complete share ទៅឲ្យគ្នាយើងផ្សេងៗទៀតបានដឹងអំពីបច្ចេកទេសមួយនេះផងចាំជួបគ្នានៅវីដេអូក្រោយ bye